Ok, sau đây bong đó nè, ngày ní nhầm miền bọp tham mày mùi thì đấy, ní cứ phượng dương đặt nơi lơi cái chọ rồi cái dương trong vô đặt lan, đại dương đã so rút đại á, nhầm cầm mong ai kia đây thì nhầm một toàn miền pra đây, ta quật khơi nhé quật trong bàn chẳng quật tẹt tô mà nhầm cầm mong ai, hay ní, pe cầm mong đôi chia spec vía cứ 50 cm ស្មើកន្លះម៉ែត្រជាងឥឡូវយើងទៅមើលក្នុងប្រអប់ហើយយើងមើលតេស្តមើលអីជាក់ស្ដែងទាំងអស់គ្នាព្រោះខ្ញុំអត់ដែរប្រើដែរទេអានេះនេះបងនៅខាងកំពង់សោមគាត់ជួយឲ្យខ្ញុំកំងឲ្យអញ្ចឹងណាហើយគាត់យកដាក់ឡានក្រុងដាក់ភ្ញៀវអញ្ចឹងណាស្រួលកុំឲ្យភ្ញៀវបាក់ដើររកអីអញ្ចឹងណាចឹងគាត់ដាក់ទៅក៏ងាយស្រួលដាក់លេខទូរស័ព្ទដាក់អក្សរហើយឃើញឥឡូវគេលេងអា style ភ្នែកលើកញ្ចក់ច្រើនទាំងឡានធំឡានទូចគឺដាក់បានទាំងអស់នេះប៉ុណ្ណឹងប្រអប់នេះយើងទៅមើលក្នុងនឹងមានអីគេទាំងអស់គ្នាតែពេលកំងមកស្ពេចដូចជាមានដុំសាកដុំអីច្រើនព្រោះឲ្យវាប្រើភ្លើង 5V អញ្ចឹងវាប្រើអាដុំ USB ដោតក្នុងកតុយបរិយនេះ menu របៀបប្រើរបៀបអីមានប្រមាណភាសាមានអូផ្លេចអានេះយើងមាន remote ហើយនឹងបញ្ជាតាម app នេះបញ្ជាតាម app scan QR ទៅបញ្ជាតាម app អានេះស្កុតសម្រាប់បិទបន្ថែមនេះស្កុតនេះតូចល្អទៀតទូចមួយឥឡូវយើងមើលនេះនេះ remote មួយហើយ remote នេះគឺ adapter វាដុំនេះយើងបើយើងអត់មានយើងអត់ទិញមកអត់មានអានេះក៏យើងអាចសាកតាមដោយកតុយបរិយដែលយើងមានសាកថ្មទូរស័ព្ទណាព្រោះដុំសាកថ្មទូរស័ព្ទគឺវាប្រើភ្លើង 5V ចឹងប្រើនេះក៏បានដែរនេះវាដាក់ 12V 24V ចឹង 12V ក៏ត្រូវ 24V ក៏វិលដល់ពេលចេញវាគឺនេះ 5V 4A ឬក៏ 9V 2.5A 10V 4A ប៉ុន្តែអានេះវាមានអាឈុត2ហើយអាឈុត1អានេះអាឈុត1អញ្ចឹងវាមានតែ USB 1បើឈុត2វាមាន USB 2 connect ចូលគ្នាយើងប្រើអានេះមួយយើងអាចដោតបាន2អញ្ចឹងណាតែអានេះវាមានអានេះមួយមាន Type C 1